នៅពេលចាប់ផ្ដើមការងារដំបូងៗខ្ញុំសង្កេតឃើញថាមិនថាជាខ្ញុំមិនថាទាំងអស់គ្នាទេយើងតែងតែប្រឈមមុខនឹងបញ្ហាពីររវាងការជ្រើសរើសការងារដែលមានប្រាក់ខែខ្ពស់និងការងារដែលមានបទពិសោធន៍មានតម្លៃរឿងពីរនេះសំខាន់ហើយការជ្រើសរើសមិនអាស្រ័យទៅតាមគំនិតនរណាម្នាក់ឯងវាអាស្រ័យទៅតាមបរិបទបុគ្គលម្នាក់ៗហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចូលរួមជាមតិខ្លះសម្រាប់អ្នកស្ដាប់យកទៅពិចារណាក្នុងករណីដែលទាំងអស់គ្នាឲ្យតម្លៃទៅលើបទពិសោធន៍មានន័យថាផ្ដល់អត្ថប្រយោជន៍ទៅឲ្យបទពិសោធន៍ណាអញ្ចឹងទី1យើងបានកសាងមូលដ្ឋានគ្រឹះរឹងមាំបទពិសោធន៍អាចជាមូលដ្ឋានគ្រឹះនៃអាជីពជោគជ័យនៅពេលដែលយើងផ្ដោតទៅលើការទទួលបានបទពិសោធន៍យើងបង្កើតបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំទៅលើជំនាញចំណេះដឹងបំណិននិងទំនុកចិត្តមូលដ្ឋានគ្រឹះទាំងអស់នេះនឹងអាចមានសារៈសំខាន់សម្រាប់ការលូតលាស់លើវិស័យការងារឬក៏អាចនិយាយបានថាជោគជ័យរយៈពេលវែងនឹងអាចបើកទ្វារទៅរកឱកាសកាន់តែប្រសើរនៅពេលអនាគតនៅពេលធ្វើការយើងតែងតែប្រឈមនឹងបញ្ហាណាមួយដែលជាមិនផុតឡើយហើយចំណុចទាំងនោះអនុញ្ញាតឲ្យយើងរៀនសូត្រពីរបៀបដោះស្រាយបញ្ហានិងជំនះវាមេរៀនរបស់ភាសាទាំងនោះមានតម្លៃមិនអាចកាត់ថ្លៃបានទេហើយពីមួយពេលទៅមួយពេលវាបានកសាងសក្តានុពលក្នុងខ្លួនយើងដែលមិនដឹងខ្លួនចំណុចទី2យើងកសាងបណ្ដាញមានន័យថាយើងស្គាល់គេយើងបានរាប់អានគេក៏ស្គាល់យើងអញ្ចឹងទៅវាខ្លាយជាបណ្ដាញមួយដែលយើងបានកសាងហ្នឹងហើយដើមដំបូងនៃអាជីពរបស់យើងម្នាក់ៗបណ្ដាញគឺជារឿងមួយដែលចាំបាច់កាលណាយើងស្គាល់គេយើងមានឱកាសច្រើនហើយតាមរយៈការធ្វើការនៅក្នុងទូរនទីដែលផ្ដល់នូវបទពិសោធន៍យើងមានឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញនៅក្នុងក្រុមហ៊ុនឬក៏ស្ថាប័នឬក៏ឧស្សាហកម្មណាមួយហើយយើងស្គាល់អ្នកណែនាំដែលយើងហៅថា mentor ហើយនឹងយើងអាចរាប់អានជាមិត្តភក្តិសម្រាប់អ្នកដែលគាត់មានអាយុស្មើៗយើងឬក៏ធ្វើការនៅក្នុងទូរនទីបាក់ផាយយើងនឹងការរាប់អានទាំងនេះមានតម្លៃមិនអាចកាត់ថ្លៃបានដូចគ្នាដោយសារថាការទទួលបានការណែនាំនិងការគាំទ្រពីពួកគាត់ទាំងអស់នោះជួយឲ្យយើងរីកចម្រើនហើយពួកគាត់អាចជាអ្នកដែលផ្ដល់ឱកាសមួយដែលស័ក្តិសមជាមួយនឹងសក្តានុពលរបស់យើងនៅពេលដែលពួកគាត់ស្គាល់យើងគាត់នឹងដឹងថាយើងស័ក្តិសមនឹងការងារបែបណាមានសក្តានុពលទៅលើអីប្រកែកអីហើយជំនាញអីគេចឹងទៅទី3បង្កើនឱកាសនិងលទ្ធភាពការងារក្រុមហ៊ុនតែងស្វែងរកបេក្ខជនដែលមានបទពិសោធន៍ពាក់ព័ន្ធមានន័យថាបើសិនជាគេរើស role sale ឬក៏ marketing គេនឹងរកអ្នកដែលមានបទពិសោធន៍ទៅលើការដោះស្រាយបញ្ហាប្រកែចរចាអញ្ចឹងទៅអញ្ចឹងសិតតែជាបទពិសោធន៍ពាក់ព័ន្ធតាមរយៈការផ្ដល់អត្ថប្រយោជន៍ទៅលើទូរនទីដែលផ្ដល់នូវការរៀនសូត្រនិងការអភិវឌ្ឍជំនាញយើងអាចបង្កើនលទ្ធភាពការងាររបស់យើងបានកាលណាមានបទពិសោធន៍មួយជំនាញមួយច្បាស់លាស់ឱកាសការងារក៏មានកាន់តែប្រសើរដែរហើយលទ្ធភាពរកប្រាក់ចំណូលខ្ពស់មានក្នុងរយៈពេលវែងផងដែរហើយចំណុចទី4វិញការទទួលបានជំនាញចម្រុះយើងធ្វើការមួយមិនប្រកាសថាយើងចេះតែរឿងមួយទេវាតែងតែពាក់ព័ន្ធនឹងអ្វីផ្សេងទៀតដែលធ្វើឲ្យយើងបង្កើតនូវជំនាញទូទៅលើសពីជំនាញស្នូលរបស់យើងភាពសម្បូរបែបនៃជំនាញរបស់យើងអាចធ្វើឲ្យយើងមានសមត្ថភាពមួយទៀតគឺសម្របខ្លួនកាន់តែប្រសើរនិងមានភាពលេចធ្លោនៅក្នុងទីផ្សារការងារតែម្ដងមួយវិញទៀតវាធ្វើឲ្យយើងរកឃើញភាពខ្លាំងនៅចំណាប់អារម្មណ៍របស់យើងហើយដឹកនាំយើងឆ្ពោះទៅកាន់អាជីពមួយដែលស្របទៅតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងធម្មតានៅពេលដែលយើងធ្វើការដំបូងវាហាក់ដូចជាការសាក់លបងមួយអញ្ចឹងយើងអាចដឹងថាយើងស្រឡាញ់អីប្រកបទេជួនកាលមិនប្រកាសថាយើងរៀនជំនាញបញ្ញាបត្រនៅសាលាយើងចូលចិត្តជំនាញហ្នឹងហើយនៅពេលដែលយើងទៅធ្វើការទៅមួយជំនាញហ្នឹងយើងពេញចិត្តវាដូច្នេះការដែលយើងទៅចាប់ផ្ដើមការងារមួយដែលយើងឲ្យតម្លៃទៅលើបទពិសោធន៍ច្រើនជាងហ្នឹងវាជួយឲ្យយើងរកឃើញចំណង់ចំណូលចិត្តពិតប្រាកដរបស់យើងផងដែរឥឡូវនេះខ្ញុំបាននិយាយចាប់ទៅលើករណីទី1ដែលយើងឲ្យតម្លៃទៅលើបទពិសោធន៍ហើយករណីមួយទៀតវិញដែលយើងឲ្យតម្លៃទៅលើប្រាក់ខែវិញម្ដងទី1ស្ថិរភាពហិរញ្ញវត្ថុសម្រាប់បងប្អូនដែលមកពីជនបទខ្ញុំជឿថាបញ្ហាហិរញ្ញវត្ថុគឺជារឿងមួយដែលសំខាន់អញ្ចឹងសម្រាប់អ្នកចាប់ដើមដំបូងស្ថានភាពហិរញ្ញវត្ថុគឺជាកង្វល់មួយដ៏សំខាន់តែម្ដងការងារមានប្រាក់ខែខ្ពស់ដល់នៅសុវត្ថិភាពហិរញ្ញវត្ថុដែលយើងត្រូវការទៅលើការសងកម្ចីសិស្សឬក៏ជួយគ្រួសារឬក៏គ្រប់គ្រងជីវភាពរស់នៅរបស់យើងបានល្អនៅក្នុងរាជធានីភ្នំពេញឬក៏ការបន្តនៅទីតាំងណាមួយចឹងទៅក្នុងករណីខ្លះទៀតការជ្រើសរើសការងារដែលមានប្រាក់ខែខ្ពស់អាចជាតម្រូវការចាំបាច់តែម្ដងមិនមែនជាការពេញចិត្តទេវាអាស្រ័យទៅលើបរិបទជីវិតបុគ្គលហើយយើងមិនអាចវាយតម្លៃបានទេទី2ផ្លែផ្កាភ្លាមយើងអាចនិយាយបានថាការងារប្រាក់ខែច្រើនវាផ្លែផ្កាលឿនហើយអាចជាការលើកទឹកចិត្តផងដែរអញ្ចឹងនៅពេលដែលយើងមាន
ផ្លែផ្កាយើងបានប្រាក់ខែយើងបានប្រាក់រង្វាន់យើងរីករាយនឹងការធ្វើការកាន់តែច្រើនដែរវាអាចបង្កើនទំនុកចិត្តនិងផ្ដល់អារម្មណ៍ថាយើងបានផលខ្លះពីការរៀនសូត្ររបស់យើងណាលើសពីនេះទៀតការទទួលបានប្រាក់ចំណូលខ្ពស់នៅការងារដំបូងហ្នឹងវាអាចជួយឲ្យយើងអាចវិនិយោគលើខ្លួនឯងទៅលើការអភិវឌ្ឍខ្លួនដូចជាការអប់រំបន្ថែមវគ្គសិក្សាខ្លីៗដែលអាចលើកកម្ពស់ទស្សនវិស័យការងាររបស់យើងហើយទី3ផ្ដល់មកភាពគួតប្រជែងដោយសារតែពាក្យនេះបកប្រែថ្មីខ្ញុំហៅអង់គ្លេសតិចទៅដែលយើងហៅថា competitive edge ឬក៏ competitive advantage នឹងដែលខ្ញុំប្រែខ្មែរថាឧត្តមភាពប្រកួតប្រជែងនៅក្នុងឧស្សាហកម្មមួយចំនួននៅពេលដែលយើងមានកំណត់ត្រាឬក៏ប្រវត្តិប្រាក់ខែខ្ពស់គេអាចឲ្យប្រាក់ខែយើងខ្ពស់ទៅតាមនឹងដែរវាជាចំណុចចរចាប្រាក់ខែសម្រាប់ការងារឬក៏ទូនាទីរបស់យើងជាបន្តបន្ទាប់តាមរយៈការបង្កើនសក្តានុពលនៃការរកប្រាក់ចំណូលដ៏រឹងមាំពីដំណាក់កាលដំបូងហ្នឹងយើងអាចរំពឹងថាអត្ថប្រយោជន៍របស់យើងនឹងកើនឡើងជាមួយបទពិសោធន៍របស់យើងដែរឥឡូវនេះយើងចប់ជាមួយនឹងករណីទាំងពីរខាងលើនឹងហើយរវាងការឲ្យតម្លៃទៅលើប្រាក់ខែហើយនិងការឲ្យតម្លៃទៅលើបទពិសោធន៍ប៉ុន្តែយើងគួរតែស្វែងរកតុល្យភាពវាមួយដើម្បីយើងអាចសម្រេចចិត្តបានកាន់តែប្រសើរណាទី1ទាំងបទពិសោធន៍ទាំងប្រាក់ខែសុទ្ធតែមានសារៈសំខាន់ការសម្រេចចិត្តរបស់យើងម្នាក់ៗមិនអាចដូចគ្នាបានទេព្រោះយើងត្រូវដឹងណាហើយយ៉ាងណាមិញបើសិនបើយើងស្វែងរកតុល្យភាពលើជំរឿនទាំងពីរនេះខ្ញុំជឿថាយើងក៏ទទួលបានលទ្ធផលកាន់តែប្រសើរឡើងហើយដើម្បីស្វែងរកតុល្យភាពលើរឿងទាំងពីរនេះទី1យើងត្រូវស្រាវជ្រាវហើយរៀបចំផែនការធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ទៅលើក្រុមហ៊ុនទៅលើឧស្សាហកម្មទៅលើវិស័យដែលយើងនឹងបោះជំហានឈានចូលទៅក្នុងវិស័យហ្នឹងហើយមួយទៀតយើងមើលទៅលើតកែឬក៏នយោជិកហ្នឹងឬក៏អ្នកដែលវិនិយោគទៅលើក្រុមហ៊ុននីមួយៗថាតើគាត់ជាអ្នកដែលគិតទៅលើសក្តានុពលបុគ្គលិកបែបណាហើយគាត់អភិវឌ្ឍទៅលើវិស័យបែបណាសក្តានុពលជួយទៅសង្គមជាតិបែបណាអញ្ចឹងទៅវាស្របជាមួយនឹងទស្សនវិស័យយើងអត់ណាហើយមួយទៀតយើងស្វែងរកក្រុមហ៊ុនដែលផ្ដល់ប្រាក់បៀវត្សប្រកួតប្រជែងជាមួយនឹងឱកាសសម្រាប់រៀនសូត្រនិងអភិវឌ្ឍខ្លួនដូចគ្នាដែរការរៀបចំផែនការលើវិថីការងារដែលរួមបញ្ចូលទាំងតួនាទីនិងប្រាក់ខែខ្ពស់និងតួនាទីដែលផ្ដល់បទពិសោធន៍ច្រើនអាចនាំទៅរកអាជីពដែលមានតុល្យភាពនិងជោគជ័យកាន់តែប្រសើរឡើងមួយទៀតយើងពិចារណាទៅលើគោលដៅវែងគិតពីគោលដៅរយៈពេលវែងនិងរបៀបដែលតួនាទីស្របទៅនឹងគោលបំណងរបស់យើងម្នាក់ៗពេលខ្លះការទទួលយកការងារដែលមានប្រាក់ខែទាបដំបូងអាចនាំទៅរកតួនាទីដែលមានប្រាក់ខែខ្ពស់នៅពេលអនាគតក៏មានដែរដោយសារថាបទពិសោធន៍ដែលទទួលបាននឹងវាមានតម្លៃជាងប្រាក់រង្វាន់ហិរញ្ញវត្ថុភ្លាមៗដែលយើងបានផលនឹងមួយវិញទៀតស្វែងរកអ្នកណែនាំតាមដែលអាចធ្វើបានណាអ្នកណែនាំនឹងអាចជាមិត្តភ័ក្តិក៏បានដែរហើយតែគេមានចំណេះដឹងជាងយើងគេមានបទពិសោធន៍ច្រើនជាងយើងហើយគេបានសិក្សាស្រាវជ្រាវច្រើនជាងយើងស៊ីជម្រៅជាងទៅលើវិស័យណាមួយគាត់អាចជា mentor របស់យើងបានដែរជា mentor រយៈពេលខ្លីឬក៏យើងអាចរក mentor រយៈពេលវែងអ្នកដែលគាត់ដើរនៅលើវិស័យដែលយើងចង់ទៅនឹងមុនយើងយូរទៅការស្វែងរកអ្នកណែនាំអាចផ្ដល់ការណែនាំដ៏មានជួយយើងក្នុងការសម្រេចចិត្តប្រកបដោយទំនុកចិត្តឬក៏ប្រកបទៅដោយការយល់ដឹងច្បាស់អ្នកណែនាំអាចផ្ដល់ការយល់ដឹងពីឧស្សាហកម្មនានាជួយបង្ហាញពីឱកាសដ៏មានតម្លៃនិងផ្ដល់ការគាំទ្រផ្នែកស្មារតីពេញមួយដំណើរអាជីពយើងតែម្ដងហើយមួយចុងក្រោយគឺយើងត្រូវតែបន្តការរៀនសូត្រជានិច្ចមិនថាស្ដាប់វីដេអូនេះចប់អ្នកទាំងគ្នាជ្រើសរើសបែបណាសម្រាប់ចិត្តបែបណាទេការរៀនសូត្រនិងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗយើងគួរតែស្វែងរកឱកាសដើម្បីបង្កើនជំនាញរបស់យើងមិនថាតាមរយៈបទពិសោធន៍ការងារការអប់រំបន្ថែមឬវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្លីៗទេត្រឡប់មកវិញការសម្រេចចិត្តរវាងអត្ថប្រយោជន៍ទៅលើប្រាក់ខែឬក៏បទពិសោធន៍គឺជារឿងផ្ទាល់ខ្លួននេះហើយវាអាស្រ័យទៅលើស្ថានភាពបុគ្គលជាក់ស្ដែងហើយនឹងគោលដៅអាជីពរបស់អ្នកទាំងអស់គ្នាផងដែរគួរពិចារណាលើតម្រូវការហិរញ្ញវត្ថុគោលដៅរយៈពេលវែងនិងតម្លៃនៃការទទួលបានបទពិសោធន៍ក្នុងវិស័យដែលយើងជ្រើសរើសនឹងតាមរយៈការស្វែងរកតុល្យភាពនិងការធ្វើការសម្រេចចិត្តប្រកបទៅដោយការយល់ដឹងច្បាស់លាស់យើងនឹងអាចកំណត់ខ្លួនឯងសម្រាប់អាជីពជោគជ័យមួយដ៏ត្រចះត្រចង់